រឿងសត្វក្រពើជារឿងពេញនិយមមួយនៅក្នុងសំណុំរឿងប្រជាប្រិយខ្មែរដែលមានគោលបំណងបង្រៀនអំពីគុណធម៌និងការប្រាជ្ញាខាងក្រោមនេះជាប្រលោមរឿងខ្លីអំពីសត្វក្រពើដែលកុមារខ្មែរជាច្រើនស្គាល់រឿងសត្វក្រពើនិងសត្វមឹកម្ដងមួយសម័យមានសត្វក្រពើមួយរស់នៅក្នុងទន្លេវាខ្លាំងធំហើយពេញចិត្តញ៉ាំសាច់សត្វផ្សេងមួយថ្ងៃវាបានជួបសត្វមឹកមួយកំពុងហែលទឹកសត្វក្រពើនិយាយថាមឹកអូនចេះហែលលឿនណាស់តែបងសុំឲ្យអូនជួយយកចិត្តបេះដូងមនុស្សម្នាក់ឲ្យបងមួយបានទេបងចង់ញ៉ាំវាដើម្បីឲ្យខ្លួនបងមានអំណាចសត្វមឹកគិតបន្តិចហើយឆ្លើយថាបានទេបងប៉ុន្តែបងត្រូវដឹកអូនទៅដល់ច្រាំងសិនកៈសត្វក្រពើយល់ព្រមហើយឲ្យសត្វមឹកឡើងលើខ្លួនហើយទៅកាន់ច្រាំងពេលដល់កណ្ដាលទន្លេសត្វក្រពើនិយាយថាឥឡូវនេះអូនប្រាប់បងមកចិត្តបេះដូងមនុស្សនៅណាសត្វមឹកញឹមហើយឆ្លើយថាចិត្តបេះដូងមនុស្សគេមិនយកតាមខ្លួនទេបងវានៅលើដីបងនាំអូនត្រឡប់ទៅវិញទៅយកមកសត្វក្រពើស្ទើរតែជឿហើយហែលត្រឡប់ទៅច្រាំងតែពេលវាឈានដល់ច្រាំងសត្វមឹកលោតចេញរត់បាត់ទៅបាត់ហើយនិយាយថាបងក្រពើអូនគ្រាន់តែព្រមានបងឲ្យដឹងថាកុំជឿគេញីពេកទោះបងខ្លាំងក៏ដោយប្រាជ្ញាខ្លះសំខាន់ជាងកម្លាំងសត្វក្រពើខឹងណាស់តែធ្វើអ្វីមិនបានទេវាធ្លាប់ឆាប់ជឿនឹងត្រូវសត្វមឹកបន្លំគោលនៃសារៈសំខាន់កុំជឿគេដោយគ្មានគិតប្រាជ្ញាអាចឈ្នះកម្លាំងបានការរស់នៅត្រូវប្រើបញ្ញានិងប្រយ័ត្នចំពោះអ្នកបន្លំ